សួស្តីអ្នកនរគ្នាសូមស្វាគមន៍មកកាន់វីដេអូទី2នៃមេរៀន Web Development វីដេអូថ្ងៃនេះយើងនឹងនិយាយពាក់ព័ន្ធទៅលើ HTML ដែល HTML មកពីពាក្យពេញថា Hypertext Markup Language ដែល HTML នេះដែរគឺជាគ្រោងឆ្អឹងរបស់ website យើងដែលយើងទៅសេឧទាហរណ៍ចង់ដាក់ប៊ូតុងដាក់ text ដាក់រូបភាពអីផ្សេងៗទៀតគឺយើងប្រើ HTML ហ្នឹងហើយអូខេឥឡូវយើងមកមើល HTML ដែលយើងទៅសេឲ្យថ្មីមិញដែល text នេះមានប៊ូតុងមាន text អីហ្នឹងគឺយើងប្រើ HTML មកទៅសេហើយបើសិនយើងចង់ឲ្យវាស្អាតជាងមុនគឺយើងប្រើ CSS ដើម្បីធ្វើការដាក់ style វាដូចជាដាក់ពណ៌ដាក់ font ដាក់អីផ្សេងទៀតហើយសម្រាប់ប៊ូតុងនេះគឺបើយើងចង់ឲ្យវាចុចទៅដើរគឺយើងត្រូវការ JavaScript មួយទៀតយើងរៀនដល់ JavaScript យើងនឹងនិយាយកន្លែងហ្នឹងមួយទៀតហើយនេះជារបស់អ្នកនរគ្នាត្រូវការទីមួយយើងមាន text editor តែអ្នកនរគ្នាចង់ប្រើអីក៏បានដែរដែលមាន VS Code Notepad មួយក៏កម្មវិធីផ្សេងទៀតទីពីរយើងមាន browser មួយទៀតដែលអ្នកនរគ្នាអាចប្រើ Chrome ឬក៏ Brave ឬមួយក៏ browser ផ្សេងទៀតបានអូខេជាដំបូងបើសិនអ្នកទាំងអស់គ្នាអត់ទាន់មាន ID នេះអាចធ្វើការដំឡើងបានដោយយើងនឹងប្រើ VS Codeអូខេដោយសារតែខ្ញុំមានរួចហើយទាំងយើងខ្ជិលដំឡើងវាម្ដងទៀតអូខេឥឡូវយើងនឹងចាប់ផ្ដើមដំបូងអ្នកគ្នារកកន្លែងដាក់ file ដើម្បីសរសេរ HTML ហ្នឹងសិនទៅឥឡូវខ្ញុំសូមដាក់នៅនឹងចុះតែយើងនឹងបង្កើត file មួយដែលមានឈ្មោះថា index.html អូខេតោះមកយើងនឹងធ្វើការបើកជាមួយនឹង VS Code ដល់គ្នាអូខេមុននឹងចាប់ផ្ដើមខ្ញុំសូមណែនាំ extension មួយទៅកាន់អ្នកនរគ្នាដែលមានឈ្មោះថា Live Server នេះដែលរាល់ពេលដែលយើងទៅសេកូដយើងមិនចាំបាច់ refresh page វិញទេតែវានឹងធ្វើការ update ឲ្យយើង auto តែម្ដងក្រោយពេលដែលអ្នកទាំងគ្នា install ហើយវានឹងមានប៊ូតុង start live server មួយនៅត្រង់នេះតែបើខ្ញុំច្រឡំចុចចុះឡើងក៏វាបាត់ទៅយើងអាច start នៅកន្លែងនេះក៏បានដែរយើងបើក show all command នេះយើងអាច search យក live server ហើយយើងចុច open with live server អូខេនៅវីដេអូដំបូងនេះយើងអត់ទាន់មាននិយាយច្រើនទេយើងគ្រាន់តែនិយាយពីទម្រង់របស់ HTML ដែលទីមួយយើងមាន text បើកក្បាលរបស់វាគឺ HTML ដែលនេះគឺជា text បើកក្បាលរបស់ HTML មួយទៀតយើងមាន HTML នេះគេហៅថា open text រាល់ element របស់ HTML ភាគច្រើនគឺស្ទើរតែទាំងអស់គឺតែងតែមាន open text ហើយនិង close text តែ close text យើងគ្រាន់តែថែម slash នៅត្រង់នេះមួយទៀតហើយកូដដែលយើងនឹងត្រូវសរសេរបន្តទៀតយើងនឹងសរសេរនៅក្នុង HTML text HTML ហ្នឹងហើយយើង
មានដំបូងយើងមាន head head គឺជាព័ត៌មានរបស់ website របស់យើងដែលវាអត់បង្ហាញនៅលើនេះទេតែវាជាព័ត៌មាន website របស់យើងឧទាហរណ៍យើងមាន title my website មកដែរចឹងអូខេនេះដែរថត title របស់ website យើងគឺយើងដាក់នៅលើ head ដែលវាជាព័ត៌មាន website យើងតែវាអត់បង្ហាញនៅនេះទេហើយនេះយើងមាន body គឺជាអក្សរប៊ូតុងឬមួយក៏ element ផ្សេងៗទៀតដែលវានឹងបង្ហាញនៅលើផ្ទាំង website របស់យើងឧទាហរណ៍យើងមាន h1 hello world អញ្ចឹងទៅដែលរបស់ទាំងអស់ហ្នឹងគឺវានឹងបង្ហាញនៅត្រង់ហ្នឹងអូខេហើយរាល់ element របស់ HTML ដំបូងយើងមានដូចជា open text យើងចង់បើកយើងចង់បង្កើត heading របស់ចាស់យើងមាន h1 យើងបើកហើយយើងត្រូវបិទមកវិញដោយ slash h1 បែបនេះវិញ element ភាគច្រើនគឺយើងតែងតែមានបើកហើយនឹងមានបិទហើយក៏មាន element មួយចំនួនដែលវាអត់មានទេគឺវាទៅសេតែមួយតែម្ដងអូខេអរគុណច្រើននៅវីដេអូនេះគឺយើងបញ្ចប់ត្រឹមតែប៉ុណ្ណឹងនៅវីដេអូក្រោយយើងនឹងនិយាយអំពី heading ហើយនឹង paragraph បើសិនជាមានកំហុសចុះខុសឆ្គងនៅត្រង់ណាក៏សូមអភ័យទោសទុកជាមុនព្រោះវីដេអូនេះខ្ញុំធ្វើឡើងមានគោលបំណងគ្រាន់តែចង់ចែករំលែកនៅចំណេះដឹងដែលខ្ញុំបានរៀនបានបន្តិចបន្តួចមកតែប៉ុណ្ណោះ